ណាប់អារម្មណ៍ខ្ញុំដែរតើតមួយការតាំងពីពណ៌ថ្ងៃទី17ដល់ថ្ងៃទី19នេះដែរគឺមានអារម្មណ៍ថាសប្បាយចិត្តដោយសារបានបងប្អូនខ្មែរយើងគាត់មកគ្រប់គ្រងផលិតផលក្នុងស្តំថ្ងៃទី17នេះរហូតដល់ថ្ងៃ19បងគឺវាច្រើនមែនតើណាបានគាត់បានមកភ្លក់អាហារច្រើននៅសាមហោស្រពកោះពេជ្រនេះបងដើម្បីឲ្យសង្វាក់ផលិតកម្មខ្មែរយើងវាកាន់តែរីកចម្រើនថែមទៀតហើយណាមួយជួយឲ្យសេដ្ឋកិច្ចខ្មែរយើងវាអត់បែកសាច់ទៅខាងក្រៅដែរបងសម្រាប់ផលិតផលបងប្អូនដែរមានច្រើនបងមានប្រភេទប្រេងខ្យងទឹកខ្មេះទឹកត្រីទឹកស៊ីអ៊ូគឺវាច្រើនណាបងប្រភេទគ្រឿងទេសហើយសម្រាប់រសជាតិវិញគឺវាអាចទទួលយកបានថាជាប្រភេទស្តង់ដារដែរបងនេះសម្រាប់ទីតាំងបងនៅខាងខូចបាខណ្ឌខូចបារាជធានីភ្នំពេញនៅខាងចិត្តដស្វាយជ្រុំបងហើយសូមបងប្អូនជួយគ្រប់គ្រងផលិតផលផងខ្មែរយើងមិនថាផលិតផលបងប្អូនឬក៏ផលិតផលផ្សេងៗនេះឲ្យជារបស់ខ្មែរសូមបងប្អូនជួយគ្រប់គ្រងផងអរគុណច្រើនបង